នេះគឺជាទស្សនវិជ្ជានៃក្បួនដង្ហែអង្គការប្រាក់វត្តសម្ដេចព្រះវររតនារាមណយច្រឹកហៅវត្តអូស្បែកប្រាក់ដែលមានវត្តមានរបស់ញាតិញោមពុទ្ធបរិស័ទទីចិត្តទីឆ្ងាយរួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តមកចូលរួមយ៉ាងច្រើនកកកតែម្ដងអាត្មាភាពយើងខ្ញុំក៏សូមអរព្រះគុណនិងអរគុណទៅដល់ញាតិញោមពុទ្ធបរិស័ទដែលមានវត្តមានអញ្ជើញចូលរួមបន្តក៏ដូចជាញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមជាបច្ច័យតែពុំបានអញ្ជើញមកទេដោយសារតែរវល់នៅភារកិច្ចក៏ដូចជាញាតិញោមខ្លះដែលនៅឆ្ងាយក៏សូមរកស៊ីទទួលទានមានបានជួបប្រទេសតែនឹងសេចក្តីសុខសេចក្តីចម្រើនធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយវត្តសម្ដេចព្រះវររតនារាមណយច្រឹកហៅវត្តអូស្បែកប្រាស់គឺជាវត្តមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលក្នុងចំណុចអូស្បែកប្រាស់ភូមិស្ពានទំនាបឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបងដែលចាប់ផ្ដើមកសាងឡើងនៅក្នុងឆ្នាំ2011ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះវរណរដ្ឋគតិបណ្ឌិតណយច្រឹកសង្ឃនាយករងទី2បច្ចុប្បន្នសប្តាហ៍ថ្ងៃសម្ដេចជាអង្គម្ចាស់បានឡើងបរមងារជាសម្ដេចព្រះពោធិវង្សគតិបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយករងទី1គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាជីវិតដែលមានការខ្វះខាតច្រើនប៉ុន្តែដោយសារតែការជ្រះថ្លាពីញាតិញោមពុទ្ធបរិស័ទទាំងទីចិត្តទីឆ្ងាយទាំងក្នុងស្រុកនិងក្រៅស្រុកបានសម្រេចនៅសមិទ្ធផលមួយចំនួនមានដូចជាសាលាឆាន់តូចមួយខ្នងកត់ធំមួយកត់តូចមួយដែលមាន3បន្ទប់ផ្ទះបាយបន្ទប់ទឹក9សាលារៀនមួយបន្ទប់សម្រាប់ព្រះសង្ឃរួមជាមួយនឹងក្មេងៗនៅក្នុងភូមិដែលពេលព្រឹកបង្រៀនជាភាសាខ្មែររួមជាមួយនឹងពេលល្ងាចបង្រៀនជាភាសាអង់គ្លេសបោតតូចមួយហើយចុងក្រោយនេះគឺជាសាលាសំណាក់សម្រាប់ញាតិញោមពុទ្ធបរិស័ទដើម្បីឲ្យមានកន្លែងសម្រាប់សម្រាកសម្រានសមគួរដោយសារតែសាលាទទួលភ្ញៀវកំពុងតែស្ថិតនៅក្នុងការសាងសង់បាននៅផ្នែកខ្លះៗហើយកំពុងតែខ្វះខាតបន្តទៀតដូច្នេះហើយសម្រាប់ញាតិញោមពុទ្ធបរិស័ទទីចិត្តទីឆ្ងាយដែលមានសទ្ធាជ្រះថ្លាក្នុងការចង់ចូលរួមចំណែកក្នុងការកសាងនៅសាលាទទួលភ្ញៀវមួយខ្នងនេះអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទឬក៏គណនី Facebook របស់ព្រះចៅអធិការវត្តផ្ទាល់ចំពោះព្រះចៅអធិការគឺមាន3ចំនួនហើយដែលចំនួនទី1គណៈចាត់តាំងគ្រប់គ្រងវត្តដោយសាមណេរឆាយដាចំនួនទី2ជាព្រះចៅអធិការចូលតបបញ្ញោសុកអេមនិងចំនួនទី3នេះគឺព្រះចៅអធិការអង្គធីរោហូភត្រាដោយដែលញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញមកទីតាំងវត្តអារាមផ្ទាល់នឹងបានដឹងហើយអំពីផ្លូវធ្វើដំណើរគឺនៅមានការពិបាកនៅពេលដែលរដូវវស្សាគឺផឹកពេចបាច់ចឹងទៅបើសិនជារដូវប្រាំងរលាកខឹកដោយពីខ្លោងទ្វារមកកាន់វត្តអារាមត្រូវឆ្លងកាត់អូចំនួន2ដែលពីមុនមកស្ពានដែលធ្វើដំណើរឆ្លងកាត់នឹងជាស្ពានឈើទេប៉ុន្តែបច្ចុប្បន្ននេះក្លាយជាស្ពានថ្មហើយដោយសារតែមានការឧបត្ថម្ភជំនួយពីលោកជំទាវអ៊ីវស្រីព្រមទាំងគ្រួសាររីឯស្ពាននៅខាងជិតវត្តអារាមនេះគឺជាសមិទ្ធផលដែលបានការចូលរួមពីញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តរួមជាមួយនឹងអាជ្ញាធរដែនដីផងដែរហើយចំពោះវត្តសម្ដេចព្រះវររតនារាមណយច្រឹកហៅវត្តអូស្បែកប្រាស់នេះពុំទាន់មានជាសំណង់ព្រះវិហារនៅឡើយទេប៉ុន្តែដោយសារតែមានការជ្រះថ្លាក្នុងព្រះពុទ្ធសាសនាលោកជំទាវអុកញ៉ាឡុងណាលីបានទិញដីជាប់ព្រំប្រទល់វត្តតែម្ដងប្រគេនជូនខាងវត្តហើយនឹងមានគម្រោងសាងសង់ព្រះវិហារនៅពេលខាងមុខនេះផងដែរជាចុងក្រោយអេដមីនសូមខន្តីអភ័យទោសរាល់កំហុសឆ្គងដែលមានការរៀបរាប់លើសលួសខ្វះខាតពាក្យពេចន៍ត្រង់ចំណុចណាមួយសូមអរព្រះគុណនិងសូមអរគុណ